go shopping do the shopping ตาบองปอนได้เคยอย่างนั้นเนี่ย go shopping ให้ do the shopping บอกท่าเต้นยี่วันเลยเนี่ย go shopping ดาวเต้นยี่วัน do the shopping เต้นยี่วันเนี่ยจังเขาเนี่ยแบบนาเตยចំណុចចំណាំបងប្អូនឃើញទេគេដាក់ដកពីមុខ shopping បងប្អូនដឹងថាប្រើ do does ឬក៏ did ហើយទៅតាមកាលណាมันអាចប្រើ go ទេមួយទៀតបើសិនជាឃើញ shopping ហើយអត់មាន the article នៅពីមុខទេគឺប្រើ go ឬក៏ went ទៅតាមកាលរបស់វាហើយប៉ុន្តែយើងនិយាយ go shopping ហើយនឹង do shopping អត្ថន័យខុសគ្នាណា do the shopping sorry go shopping ហើយនឹង do the shopping ខុសគ្នាកាលណាបងប្អូននិយាយអំពី go shopping មានន័យថាដើរទិញអីវ៉ាន់អាចថាជាចំណង់ចំណូលចិត្តដើរទិញអីវ៉ាន់ដើម្បីកំសាន្តក៏ថាបានដែរវាមិនមែនជារឿងដែលចាំបាច់អីប្រមាណទេខ្ញុំចាប់ឲ្យតាន់វាមិនមែនជារឿងដែលត្រូវតែធ្វើទេណាឧទាហរណ៍ថាខោអាវបងប្អូនមានស្លៀកពាក់ហើយក៏ប៉ុន្តែចង់ដើរមើលថាតើវាមានកៅអៅអីដែលយើងអាចទិញបានទៀតអត់អញ្ចឹងណាអូខេដើរដើម្បីជា pleasure ជាការកំសាន្តសប្បាយរីករាយទេប៉ុន្តែ do the shopping ជាអ្វីដែលបងប្អូនត្រូវតែទិញបើខ្វះហ្នឹងគឺការបម្រើទៅលើបច្ច័យ4ហ្នឹងអត់កើតទេឥឡូវស្អីគេ do the shopping ទិញដូចជាម្រេចវាចេញប្រហុកខ្ទឹមគ្រឿងអីវ៉ាន់ដែលយើងប្រើប្រាស់ប្រចាំថ្ងៃដូចជាសាប៊ូដូចជាអីចឹងណាមួយអាទិត្យឬក៏មួយខែយើងទិញម្ដងអីចឹងទៅអ្នកខ្លះមួយអាទិត្យគឺ do the shopping ម្ដងតោះណាបងប្អូនចឹង go shopping វាជារឿងមួយដែលជាចំណង់ចំណូលចិត្តក៏ថាបានណាប៉ុន្តែ go shopping ជាចំណង់ចំណូលចិត្តដល់ពេល do the shopping ទោះបីជាមិនចូលចិត្តក៏ត្រូវតែធ្វើដែរពីព្រោះបើមិនធ្វើគឺដាច់ពោះអញ្ចឹងណាឬក៏បើមិនទៅទិញទេវាអត់មានរបស់ប្រើបងប្អូនតោះណាត្រូវការអស់សាប៊ូកក់សក់មិនត្រូវ do the shopping ណាអូខេអញ្ចឹងលក្ខណៈខុសគ្នាមានប៉ុណ្ណឹងតោះឥឡូវបងប្អូនមើលទៅ let's go shopping for new shoes this weekend តោះដើរទិញអីវ៉ាន់ទៅរកមើលស្បែកជើងថ្មីនៅសប្តាហ៍នេះឃើញទេដើររកមើលមិនប្រកាសថាទិញបានទេអូខេ I love to go shopping when I feel stressed ខ្ញុំចូលចិត្តដើរទិញអីវ៉ាន់ពេលដែលខ្ញុំមានអារម្មណ៍ stress She does the shopping every Sunday for the whole family នាងទិញអីវ៉ាន់រាល់ថ្ងៃអាទិត្យសម្រាប់គ្រួសារទាំងមូលអញ្ចឹងកូនត្រូវការប្រើអីប្តីប្រើអីហើយអ្នកផ្សេងទៀតប្រើអីនៅក្នុងគ្រួសារហ្នឹងគាត់ទិញមកឃើញទេអញ្ចឹងអីវ៉ាន់ហ្នឹងជាតម្រូវការចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប្រចាំសប្តាហ៍អីចឹងមកណាអស់ត្រូវទៅទិញ do the shopping I have to do the shopping today ថ្ងៃនេះខ្ញុំត្រូវទិញអីវ៉ាន់ហ្នឹងបើអត់ទៅទិញទេអត់មានអីប្រើអត់មានអីប្រើប្រាស់ទេណាអញ្ចឹងសរុបមកវិញ go shopping ដើរទិញអីវ៉ាន់ do the shopping ក៏ទិញអីវ៉ាន់ដែរប៉ុន្តែវាជារឿងចាំបាច់ត្រូវធ្វើ